ស្អីគេនឹងអំបញ្ញមិញយើងឃើញដុំគ្រោះក្នុងទឹកថ្លាឆ្វេងតែពេលយើងឈានជើងចុះទៅក្នុងទឹកភក់បែកជាផលឡើងយើងលែងឃើញដុំគ្រោះទៀតហើយយើងនេះសែនងងខ្លាំងណាស់លោកពិតជាប្លែកខ្លាំងណាស់ខ្ញុំនាំហ្វូងកូដើរឆ្លងស្ទឹងនេះស្ទើរតែរាល់ថ្ងៃមិនឃើញមានបញ្ហាអ្វីសោះតែថ្ងៃនេះហ្វូងកូមិនព្រមឆ្លងស្ទឹងទេមើលលោកដៃក្តីងឿងឆ្ងល់តើលោកជាអ្នកណាហើយមកពីណានាងតូចយើងកំពុងស្វែងរកសច្ចធម៌យើងមកពីទីឆ្ងាយណាស់យើងសូមអង្គុយតាំងសមាធិក្រោមដើមឈើមួយនេះតែលោកទីនេះគ្រោះថ្នាក់ខ្លាំងណាស់កុំបារម្ភអីនាងតូចគ្មានអ្នកណាដឹងថាយើងនៅទីនេះទេលោកជាវាយរបស់ខ្ញុំជាអ្នកខ្ពង់ខ្ពស់ណាស់ហេតុអីក៏មិនទៅជាមួយពួកយើងអត់ទេនាងតូចកុំនិយាយពីយើងឲ្យសោះមិនគួរមានអ្នកណាដឹងថាយើងនៅទីនេះទេបានប៉ុន្តែអាហាររបស់លោកនោះមើលនោះទៅជិត6ឆ្នាំហើយដែលសុទ្ធថាបំពេញទុក្ករកិរិយាយ៉ាងជាប់លាប់តែនៅពេលនេះមិនទាន់បាននូវសច្ចធម៌ឡើយទេហើយពេលនេះគេកំពុងតែទាមទារចំណីអាហារខ្ញុំវិញអត់ទៅហើយនេះព្រះអង្គនេះមានន័យយ៉ាងណាទៅព្រះអង្គបបងកោតាំងចិត្តហើយណាហេតុអីព្រះអង្គសោយកិយាទៅវិញសម្លាញ់អើយយើងត្រូវជៀសវាងការត្រួតត្រោមទាំងឡាយហេតុអ្វីត្រូវធ្វើគឺដូចជាដីភក់ដែលរងក្រោមគ្រោះយ៉ាងនេះឯងយើងទើបតែដឹងច្បាស់ថាការធ្វើបាបរាងកាយនិងចិត្តខ្លួនឯងធ្វើឲ្យរាងកាយខ្សោយហើយចិត្តនឹងទ្រុឌទ្រោមរហូតមិនអាចស្វែងរកសច្ចធម៌បានហើយយើងគិតយ៉ាងម៉េចទៀតទៅយើងត្រូវទទួលអាហារដើម្បីចិញ្ចឹមរាងកាយបើរាងកាយមាំមួនចិត្តក៏អាចស្វែងរកសច្ចធម៌បានដែរព្រះអង្គប្រកាសប្រតិហើយអីដំបូងព្រះអង្គមានបន្ទូលឲ្យយើងប្រណិប័តបែបបង្អត់អាហារពេលនេះបែរជាឲ្យយើងដើរផ្លូវកណ្ដាលបានហើយព្រះអង្គលះបង់ការព្យាយាមហើយកំពុងតែដោះសារបើព្រះអង្គបញ្ជាក់ឲ្យយើងមិនបានទេយើងនឹងរកអ្នកផ្សេងជំនួសវិញមែនហើយឈប់សិនស្ដាប់យើងសិនទៅមកវិញសិនមក